ជាសួរពុកម៉ែបងប្អូននេះថ្ងៃត្រង់ហើយបានដេញគោទៅឲ្យទឹកនៅស្រះក្រោយភូមិស្រះនឹងវាធំបងប្អូនស្រះទឹកដូចធំអញ្ចឹងយើងយកទៅឲ្យផឹកនឹងទៅវាចុះផឹកបានឆ្អែតហើយគ្មានស្មៅទេបងប្អូនអើយភ្លៀងមួយមេហើយប៉ុន្តែអត់បានសើមប្រមាណទេហើយនេះគឺស្មៅគ្មានដុះប្រមាណអញ្ចឹងហើយដៅក៏ក្តៅខ្លាំងដែរពេលកំពុងនេះប៉ុន្តែមួយខ្ញុំនឹងក៏កំពុងធ្វើដំឡូងព្រោះអីដំឡូងខាងនេះទិញស្រស់ថោកអញ្ចឹងក៏នាំគ្នាធ្វើក្រៀមលះហើយឬសូថាព្យុះថាអីចឹងទៀតក្តៅចុះខ្វល់ហើយនេះវាបើយើងចង់ឲ្យមានស្មៅបន់ឲ្យភ្លៀងតែប៉ះខាងដលងចឹងឲ្យតាមដំណើរទៅពួកខ្ញុំក៏ធ្វើដលងដែរម្ល៉េះហើយដល់ក្តៅទៅគោយើងយប់ឡើងស៊ីសបើងអូដលងក្រៀមនេះអ្នកធ្វើដលងក្រៀមហ្នឹងប៉ះភ្លៀងនោះខាតកាន់តែខាតទៀតហើយព្រោះថោកផងបានតែ500ហើយជួលគេផងឲ្យផងនេះបើត្រូវទឹកភ្លៀងទៀតមានចំណេញទេហើយអញ្ចឹងហើយយើងខ្ញុំខ្វល់រឿងភ្លៀងអត់សំខាន់ឲ្យជាពលរដ្ឋគាត់បានធ្វើទៅដោយសុបាយចិត្តយើងសុខចិត្តគោយើងអត់អីស៊ីអត់ទឹកអត់អីសិនតោះណាមួយខ្ញុំក៏ធ្វើដលងដែរណាកំពុងធ្វើដែរហ្នឹងហើយឬសគេព្យុះគេអីចឹងទៀតក៏ភ័យដែរហ្នឹងហើយគោខ្ញុំនេះមិនសូវជាធាត់ទេបងប្អូនអើយនេះតូចទេនេះប្រតបឥឡូវប្លែកដែរហ្នឹងបងប្អូនប្រតបនៅប្រតបគេចាយរៀងដែរឥឡូវនេះគោក្តាមសុទ្ធហើយបងប្អូនអើយប្រតបនេះប៉ុន្តែសាច់មានអីស្នំដែរចាំថាផ្ដាច់ដោះពីមេបុកចំណៃបាន 2-3 បេមកចេញហើយឡូវនឹងក្តៅខ្លាំងម៉ោងមិន10កន្លះបងប្អូនដៅមែនទែនហើយបើយើងមិនយកវាឲ្យផឹកទឹកនឹងម៉ោងហ្នឹងវាក៏ជ្រែកទឹកដែរហើយយើងខាតក្តៅគោជ្រែកទឹកចឹងហើយស៊ូទៅដេញវាថងក្តៅខ្លួនឯងហ្នឹងហើយវាមិនសូវស្រួលទេជីវិតអ្នកចិញ្ចឹមគោបងប្អូនគាត់ថាយើងវាអ្នកស្រែជាការបើមិនមើលគោមិនធ្វើអីទេបិទទាំងនេះតែគោថោកក៏ថោកធ្វើមិនបានសូមឲ្យអ្នកឈ្មួញអ្នកទិញគោអ្នកកាប់គោជួយទិញគោឲ្យបានថ្លៃបន្តិចទៅអាណិតជាកសិករបានចន្ទីដែរនេះចំនេះក៏ចំណាយពេលចំណាយវេលាយូរខែយូរឆ្នាំតម្រាំបានលក់កាសផឹកទឹកសិនមេនេះកំមុំបងប្អូននេះកំមុំកូនបាវាព្រោះស្លឹកជៀកវែងដល់បានកូនមកស្លឹកជៀកវាមិនវែងតែធំខ្លាំងស្លឹកជៀកអរគុណច្រើនវីដេអូមានប៉ុណ្្នឹងឯង